អន្តទានបានបន្ថែមថានៅលោកអាន់វ៉ាបានប្រាប់លោកថាលោកប្រធានាធិបតីត្រាំគាំទ្រកិច្ចខិតខំប្រឹងប្រែងដោះមីនរបស់ប្រទេសថៃដោយសារហេតុផលមនុស្សធម៌ហើយបានជំរុញឲ្យប្រទេសថៃអនុវត្តកិច្ចខិតខំប្រឹងប្រែងនេះឲ្យបានឆាប់រហ័សទាក់ទងនឹងការចរចាពន្ធគយលោកអាន់វ៉ាបានលើកឡើងថាប្រធានាធិបតីត្រាំបានសន្យាថានឹងមិនភ្ជាប់បញ្ហាពន្ធគយទៅនឹងសេចក្តីប្រកាសនេះនោះទេខ្ញុំគណៈអាត្មាសូមនមស្ការនិងចម្រើនពរចំពោះគុណម្ចាស់បងប្អូនអង្គទាំងអស់គ្នាដែលជាជនរួមចិត្តកម្ពុជាជាទីគោរពជាទីស្រឡាញ់រាប់អានទាំងក្នុងនិងក្រៅប្រទេសផងដែរអញ្ចឹងនៅក្នុងវីដេអូនេះគឺជាវីដេអូទី28នៃការធ្វើវីដេអូចែករំលែកផ្នែកខាងព័ត៌មានទាក់ទងទៅនឹងព័ត៌មានជាតិនិងអន្តរជាតិជាពិសេសគឺព័ត៌មានជាតិតែម្ដងដែលគុណម្ចាស់បងប្អូនគួរតែនិយមតាមដានទាំងអស់គ្នាឲ្យបានច្រើនដែលពីរឿងដែលបញ្ហាដែលពូអាចៅសៀមបានបកកមកលើប្រទេសកម្ពុជារបស់យើងណាកាលពីថ្មីកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះតែម្ដងគឺជារឿងដែលក្តៅជារឿងដែលកើតឡើងធំម្ដងទៀតហើយដែលពួកវាបានវាយប្រហារមកលើប្រជាពលរដ្ឋស្រុតត្រង់របស់កម្ពុជាយើងហើយកាលពីយប់មិញខ្ញុំក៏នៅថ្មបានឃើញកាសែត Fresh News ក៏ប្រកាសព័ត៌មានថាព័ត៌មានក្តៅពួកខាងទាហានសៀមពួកខាងទ័ពសៀមហ្នឹងបានត្រៀមដើម្បីវាយយកខេត្តពោធិ៍សាត់គឺគាត់បានចុះផ្សាយបែបហ្នឹងប៉ុន្តែការពិតយ៉ាងណាយើងនៅមិនទាន់ច្បាស់ទាំងអស់គ្នាទេប៉ុន្តែគ្រាន់តែថាគាត់ចុះផ្សាយហ្នឹងគឺជាព័ត៌មានដែលលេចធ្លាយដែលបែកធ្លាយអញ្ចឹងណាតែអញ្ចឹងគឺសូមឲ្យគុណម្ចាស់បងប្អូនទាំងអស់អង្គទាំងអស់គ្នាដែលនៅខាងខេត្តពោធិ៍សាត់ហ្នឹងមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេសហ្នឹងគឺបងវីរៈកងទ័ពជួរមុខនៅខាងខេត្តពោធិ៍សាត់ក៏ដូចជាខេត្តផ្សេងដែលមានព្រំដែនជាប់ជាមួយនឹងពួកអាចៅសៀមមេត្តាប្រុងប្រយ័ត្នឲ្យបានម៉ឺងម៉ាត់ហើយត្រៀមខ្លួនឲ្យបានរួចជាស្រេចដើម្បីការពារទឹកដីរបស់យើងកុំឲ្យពួកវាឈ្លានពានបានហើយនៅក្នុងកាសែតនេះគឺមិនមែនជាអត្ថន័យដែលខាងពួកទាហានថៃត្រៀមជើងនោះទេខ្ញុំគណអាត្មាមានកាសែតផ្សេងពីហ្នឹងគឺខ្ញុំគណអាត្មាដាក់ក្នុងចំណងជើងនេះថាពួកអាចៅសៀមបោកគេលែងបានហើយឥឡូវមកបោកគ្នាឯងវិញម្ដងហើយណាហ្នឹងហើយអញ្ចឹងអត្ថន័យកសែតយ៉ាងណានោះយើងនឹងទៅដឹងទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅដល់អត្ថន័យកសែតសូមអរគុណម្ចាស់បងប្អូនជួយចុច Subscribe Channel YouTube របស់ខ្ញុំគណអាត្មាម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីបន្ថែមទៀតតោះឥឡូវយើងកុំឲ្យខាត់ពេលយូរយើងមកមើលតែម្ដងមកចឹងគឺកាសែតនេះចុះផ្សាយដោយកាសែតថៃនៅ PBS World ថ្ងៃអាទិត្យទី16ខែវិច្ឆិកាឆ្នាំ2025ណាគុណម្ចាស់បងប្អូននេះគឺជារូបទឹកតាំងគឺជាផតាំងដែលខ្ញុំគណអាត្មាយកមកដាក់ឲ្យគុណម្ចាស់បងប្អូនបានឃើញចឹងនៅក្នុងចំណងជើងធំគេសរសេរថាម៉េចគេសរសេរថានាយករដ្ឋមន្ត្រីអនុទានបានលើកឡើងថាសហរដ្ឋអាមេរិកចាត់ទុកនៅពន្ធគយនិងសេចក្តីប្រកាសព័ត៌មានថៃនិងកម្ពុជាថាជាបញ្ហាដាច់ដោយឡែកពីគ្នាអញ្ចឹងគឺអនុទានបាននិយាយប្រាប់ប្រជាជនថៃទាំងអស់ប្រាប់អ្នកសារព័ត៌មានថៃទាំងអស់ថាអញ្ចឹងអូខេអញ្ចឹងនៅក្នុងអត្ថន័យនេះសហរដ្ឋអាមេរិកកំពុងចាត់ទុកការចរចាពន្ធគយជាមួយប្រទេសថៃនិងការបដិញ្ញាចិត្តរួមគ្នារបស់ប្រទេសថៃជាមួយប្រទេសកម្ពុជាថាជាបញ្ហាដាច់ដោយឡែកពីគ្នាហើយបញ្ហាពីរនេះមិនគួរជាប់តាក់ទងគ្នាទេនេះបើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមនៅថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025នេះអញ្ចឹងគឺនាយករដ្ឋមន្ត្រីថៃនាយករដ្ឋមន្ត្រីពួកអាចៅសៀមហ្នឹងគឺបានអូសទាញលោកអាន់វ៉ាអ៊ីប្រាហ៊ីមនឹងឲ្យចូលរួមមកក្នុងសម្ដីនៅក្នុងការលើកឡើងនេះផងដែរណាអញ្ចឹងយើងបន្តមកទៀតមកនៅលោកបានបង្ហើបថាលោកអាន់វ៉ាបានទូរស័ព្ទទៅលោកអនុទានកាលពីយប់មិញដើម្បីជូនដំណឹងអំពីការសន្ទនាតាមទូរស័ព្ទចុងក្រោយរបស់លោកជាមួយនឹងប្រធានាធិបតីអាមេរិក Donald Trump ជំវិញការផ្អាកការចរចាពន្ធគយរបស់តំណាងពាណិជ្ជកម្មអាមេរិក USTR ជាមួយប្រទេសថៃរហូតដល់តែប្រទេសថៃបន្តគោរពសេចក្តីប្រកាសរួមគ្នាជាមួយប្រទេសកម្ពុជាអន្តទានបានបន្ថែមថានៅលោកអាន់វ៉ាបានប្រាប់
លោកថាលោកប្រធានាធិបតីត្រាំគាំទ្រកិច្ចខិតខំប្រឹងប្រែងដោះមីនរបស់ប្រទេសថៃដោយសារហេតុផលមនុស្សធម៌ហើយបានជំរុញឲ្យប្រទេសថៃអនុវត្តកិច្ចខិតខំប្រឹងប្រែងនេះឲ្យបានឆាប់រហ័សទាក់ទងនឹងការចរចាពន្ធគយលោកអាន់វ៉ាបានលើកឡើងថាប្រធានាធិបតីត្រាំបានសន្យាថានឹងមិនភ្ជាប់បញ្ហាពន្ធគយទៅនឹងសេចក្តីប្រកាសនេះនោះទេលោកក៏បានបង្ហើបផងដែរថាការជូនដំណឹងរបស់ USTR អំពីការផ្អាកការចរចាពន្ធគយជាមួយប្រទេសថៃត្រូវបានទទួលនៅយប់ថ្ងៃសុក្រមួយថ្ងៃមុនការសន្ទនាទូរស័ព្ទរបស់លោកជាមួយប្រធានាធិបតីត្រាំរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រីសុផាជីសុថាំផាន់បានជូនដំណឹងកាលពីម្សិលមិញថាប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការចរចាពន្ធគយជាមួយសហរដ្ឋអាមេរិកនិងបញ្ចប់ការចរចាទាំងអស់ក្នុងរយៈពេលកំណត់ដោយបន្ថែមថារដ្ឋាភិបាលថៃនឹងយកចិត្តទុកដាក់បំផុតចំពោះការការពារអធិបតេយ្យភាពនិងសន្តិសុខជាតិរបស់ថៃអញ្ចឹងគេបដិញ្ញាណាគេបដិញ្ញាអូខេបន្តមកទៀតលោកស្រីបានបន្ថែមទៀតថាក្រសួងពាណិជ្ជកម្មបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាទំនិញឆ្លងកាត់ព្រមទាំងដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងវិស័យឯកជនរបស់ខ្លួនអំពីដំណាភាពនិងការអនុលោមតាមស្តង់ដារអន្តរជាតិរបស់ប្រទេសថៃលើបញ្ហានេះលោកស្រីបានសម្ដែងសុទិដ្ឋិនិយមថាការចរចាពន្ធគយដែលជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរអាចនឹងត្រូវបានបញ្ចប់យ៉ាងឆាប់រហ័សអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងគុណម្ចាស់បងប្អូនទាំងអស់ទាំងអស់គ្នាអញ្ចឹងខ្ញុំអាត្មាសូមអរគុណនិងអរគុណច្រើនសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ហើយបើសិនជាពេញចិត្តចូលចិត្តកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំអាត្មាហើយនឹងចុច Like ចុច Share វីដេអូនេះម្នាក់មួយផងអញ្ចឹងខ្ញុំអាត្មាសូមនមស្ការលានិងចម្រើនពរលា